The Voice Kids Cambodia ឧបត្ថម្ភផ្ដាច់មុខដោយរថយន្ត Mazda សូមបន្តជាមួយកម្មារីវ័យ11ឆ្នាំមួយរូបមើលទៅពួកគេរីករាយខ្លាំងមែនទែនជំរាបសួរនាងខ្ញុំឈ្មោះថនម៉ាលីនាងខ្ញុំមានអាយុ11ឆ្នាំសប្តាហ៍ថ្ងៃរៀននៅថ្នាក់ទី6កនៅសាលាបឋមសិក្សាអូប្រឹសនាងខ្ញុំមានទីលំនៅនៅភូមិអូប្រឹសសង្កាត់អូតាវ៉ាវក្រុងបៃលិនខេត្តបៃលិនហើយម៉ាលីអារម្មណ៍មិនដែរដែលចូលរួមហើយជាប់នៅក្នុងវគ្គ The Blind Edition នេះរួមទៅខ្ញុំសប្បាយចិត្តរកអីនិយាយមិនឃើញទេព្រោះអីខ្ញុំអត់ពេលខ្លះខ្ញុំអត់ដឹងខ្មាស់ថាខ្លួនខ្ញុំបានមកដល់វគ្គហ្នឹងពេលដែលមានកម្មវិធី The Voice Kids Cambodia នេះចាប់ផ្ដើមមានកម្មវិធីប្រឡងខ្ញុំសុំគាត់ឲ្យទិញសំបុត្រឲ្យខ្ញុំប៉ាម៉ាក់ខ្ញុំក៏គាត់អត់ថៃដែរគាត់ថាបើចង់ប្រឡងគាត់ថាគាត់ឲ្យប្រឡងពួកអីមានឱកាសឲ្យយើងត្រូវតែចាប់យកកុំឲ្យវាខាតបង់ឱកាសហ្នឹងមូលហេតុអីដែលសម្រាប់ចិត្តមកប្រឡងកម្មវិធី The Voice សម្រាប់ចិត្តមកពួកអីដោយសារតែខ្ញុំស្រឡាញ់ខាងសិល្បៈនឹងយូរមកហើយអញ្ចឹងស្រឡាញ់ពេលណាមើលប្រាប់ពូមើលខ្ញុំស្រឡាញ់តាំងពីខ្ញុំនៅក្មេងអញ្ចឹងហ៎ហើយនៅក្មេងហ្នឹងស្រឡាញ់ហ្នឹងដើរច្រៀងឬមួយក៏មិនគ្រាន់តែស្រឡាញ់ទេខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តច្រៀងអញ្ចឹងច្រៀងពេលណាមើលប្រាប់ពូមើលខ្ញុំច្រៀងពេលខ្លះពេលដាំបាយពេលអង្គុយលេងចានមកផ្ទះអីចឹងគឺខ្ញុំច្រៀងអូមូលហេតុដែលខ្ញុំចង់ខ្លាចជាអ្នកចម្រៀងដោយសារតែខ្ញុំស្រឡាញ់សិល្បៈខ្ញុំស្រឡាញ់ការច្រៀងខ្ញុំស្រឡាញ់ចម្រៀងហើយដល់ពេលដែលខ្ញុំកើតជាអ្នកចម្រៀងទៅជីវភាពគ្រួសាររបស់ខ្ញុំវាធូរធារជាងមុនខ្ញុំក៏អត់ទៅជួបក្តីលំបាកដែលខ្ញុំធ្លាប់ជួបពីមុន1 2 3ចេញដំណើរតាខ្ញុំនឹងតាំងចិត្តថាខ្ញុំនឹងធ្វើឲ្យបានខ្ញុំនឹងធ្វើឲ្យខូចទាំង3គូសបៃតងមករករូបខ្ញុំនឹងធ្វើឲ្យគាត់ដណ្ដើមគ្នាយករូបខ្ញុំស៊ូស៊ូធ្វើឲ្យបានល្អណាកុំយំណាអត់យំទេកុំរំភើបណារំភើបតែអត់យំទេណាអូខេអញ្ចឹងសំណាងល្អអូខេស៊ូមលី Yes តាសុំជើញណាមួយណាស្រែកទូលោកដីសួរថាតើមកពីអ្វីបានជាស្រីពីបាអ្វីម្ល៉េះបានប្តីធ្វើបោបចិត្តកាយសើប្រេងឲ្យខ្ញុំរលួយរលែងយ៉ាប់យ៉ាងនេះតើកំឬអ្វីនៅតូចប្តីលួចមានស្រីប្រាំខែអងគ្មានសោះអ្វីផឹងរាល់ថ្ងៃមិនដែលចូលផ្ទះកូនតូចយំស្រែកចំបើងចិត្តណាំងធ្វើមិនដឹងបានផុតកំក្រងអស់ហើយស្រឡំផុតពីលោកនេះខ្ញុំមិនស្លំដោយមនុស្សអប្រិយទ្រាំរួងព្រោះកូនប្រុសស្រីកូនទាំង3ជាជីវិតម្ដាយទៅចុះប្តីអើយខ្ញុំមិនសង្ស័យទ្រាំរួងឈ្មោះជាមេម៉ាយស៊ូហត់កាយតែសំបាយចិត្តមកធ្វើអីដែរចុងក្រោយនេះហាគេមានថាមិនឲ្យមកណាមកធ្វើសង្គ្រាមទៀតមកវេទិកាហ្នឹងគឺវេទិកាសង្គ្រាមយើងទីនេមែនយើងអត់ឲ្យលេងទេខ្ញុំអត់ឲ្យខ្លួនឯងបានសុខទេខ្ញុំតាមខ្លួនឯងដល់ទីបញ្ចប់
ួយដែរអូនក្មួយ ខ្ញុំឈ្មោះរិនម៉ាលីសមានអាយុ11ឆ្នាំរៀននៅថ្នាក់ទី6កនៅសាលាបឋមសិក្សាអូប្រឹសមកពីភូមិអូប្រឹសសង្កាត់អូតាវ៉ាក្រុងបៃលិនខេត្តបៃលិន យេ ស្វាគមន៍អ្នកបៃលិនចាខេត្តត្បូងពេជ្រពិតជាក្របពេជ្រដ៏មានតម្លៃពិតមែនចាខេត្តមកពីខេត្តឆ្ងាយអញ្ចឹងតើមកដល់ទីនេះមានចង់និយាយថាហត់នឿយអត់តិចមួយ អត់ទៅហត់ម៉ានទេមីងតែគ្រាន់ថាវាពិបាកតិចតួចដោយសារតែខ្ញុំពលឡាន អញ្ចឹងណោះជាឡានតាក់ស៊ីឬក៏មកដោយឡានខ្លួនឯងតែផ្ទាល់ ជិះ តែ ឡានតាក់ស៊ីមកមីង ចាអ្នកណាអ្នកជូនមក ប៉ា ប៉ា ចា មកតែពីអ្នកប៉ាទេ ចា អញ្ចឹងម៉ាក់អត់បានចេញមក ម៉ាក់គាត់រត់មកឲ្យគាត់រវល់ គាត់នៅធ្វើការនៅខេត្តណោះ អត់គាត់អត់ធ្វើការគ្រាន់ថានៅផ្ទះការងារគាត់រវល់ខ្លាំងមីង ចាអញ្ចឹងមីងក៏រីករាយនៅវត្តមានរបស់ក្មួយក្នុងថ្ងៃនេះព្រោះអីធ្វើដំណើរពីខេត្តបៃលិនចាឆ្ងាយណាស់មីងក៏ធ្លាប់ទៅដល់ខេត្តនោះដែរចាគឺស្រស់ស្អាតហើយជាពិសេសគឺមានទេសភាពស្អាតក្នុងការទស្សនាហើយមួយវិញទៀតគឺសម្រាប់ប្រជាពលរដ្ឋនៅទីរួមខេត្តបៃលិនគឺរស់រាយរាក់ទាក់ស្វាគមន៍ហើយមានអត្តចរិតដូចសភាពរៀបសារលើគាត់នៅឃើញមុខក្មួយហ្នឹងមើលទៅសភាពចារបៀបដូចថាមានរបៀបរបបក្នុងការរស់នៅហើយមួយទៀតគឺការធ្វើដំណើរឆ្ងាយគឺហត់នឿយដល់តែពេលមកដល់នេះត្រូវបញ្ចេញនៅសមត្ថភាពជាមួយនឹងបរិយាកាសបែបនេះទៀតតែក្មួយនៅតែធ្វើបានល្អការបញ្ចេញសមត្ថភាពបានល្អធ្វើឲ្យខូចដល់ទៅ2នាក់ឥឡូវហ្នឹងគាត់មិនទាន់បាននិយាយអីគាត់ចង់ត្រៀមឈ្លោះគ្នាដើម្បីទៅដើមយកក្មួយទៅហើយអញ្ចឹងមីងមានមោទនភាពចំពោះក្មួយក្នុងថ្ងៃនេះ ចាអរគុណមីង និយាយទៅក្មួយធ្វើដំណើរមកពីបៃលិនមកដល់ឆ្ងាយហើយពលឡានឈៀងព្រោះប៉ុណ្្នឹងហើយតងំតែអត់ពលឡានឈៀងព្រោះប៉ុណ្ណាណូ ចាមិញគិតថាសម្លេងក្មួយគឺនឹងមានការវិវត្តទៅមុខខ្លាំងជាងនេះទៅទៀតចា អរគុណមីង ហើយមិញគ្រាន់ស្ដាប់សម្លេងទឹកដមសម្លេងរបស់ក្មួយហើយនឹង style ច្រៀងរបស់ក្មួយមិញដឹងបាត់ហើយថាក្មួយចានឹងជ្រើសរើសយកអ្នកណាក្នុងរវាង2អ្នកហ្នឹង អានេះអារម្មណ៍ខ្ញុំឯណាខ្ញុំឃើញខ្សែភ្នែកគាត់លួចមើលខ្ញុំរហូត ចាដែលឃើញថាសលឹងនំបញ្ចុកញ៉ាំបាញ់ស្រុងហ៎ដែលលឺអត់សលឹងនំបញ្ចុកញ៉ាំបាញ់ស្រុងសលឹងខាងហ្នឹងមែនតែជ្រើសយកខាងនេះ អូខ្ញុំស្រឡឹងនំបញ្ចុកហើយបាញ់សូងហើយខ្ញុំថែមតង៉ែនទៀតហ៎ទៅនៅប៉ៃលិនព្រោះតង៉ែននោះ ហើយច្រើនមែនចុះ ចឹងហើយមែនទេក្មួយ ចាកុំបកាយគ្នាអីពូហើយនឹងមីងនិយាយរួមទៅមើលឃើញស្អាតទាំង3មីងខាងនេះក៏ស្រស់កដាលនេះក៏ស្អាតដល់ពេលពូខាងនេះរឹតតែសង្ហា ក្មួយអើយក្មួយសង្ហាហ្នឹងតែអត់មមតមទេណាក្មួយណាអត់មមតមទេ ខ្វាយអាយ៉ាយីលើហ្នឹង ឃើញទេគាត់និយាយប៉ុណ្ណឹងមកខ្វាចិត្តឃើញទេ អើយពូសំដែងឲ្យក្មួយសោយឲ្យបងប្អូនយើងសោយតាពូសូណូ ចាឥឡូវក្មួយខំធ្វើដំណើរពីឆ្ងាយមកណោះចំណាយពេលវេលាច្រើនណាឥឡូវថ្ងៃនេះមិននិយាយថាយើងនិយាយទៅមិនខកបំណងមិនអស់សង្ឃឹមទេព្រោះឥឡូវយើងទទួលបានកៅអីដល់ទៅ2ក្នុងការគូបតុងអញ្ចឹងសមត្ថភាពមិនធម្មតាអញ្ចឹងឥឡូវមានតែការសម្រេចចិត្តទេដែលធ្វើឲ្យក្មួយអាចឈានជើងទៅវគ្គបន្តទៀតដោយជោគជ័យឥឡូវនេះជាការសម្រេចចិត្តថាតើខូចនីសាហើយនឹងខូចហ្សូណូជ្រើសរើសយកមួយណា I love you មីងលីសា ពាក់កៅអៅពណ៌ដូចគ្នាមែនតែចិត្តខុសគ្នាចាស្វាគមន៍ធីមលីសា ចុចមុនគេយក ចា អាពាក់កៅអៅពណ៌ដូចនេះគេយក អរគុណអូយចាប់ទៅខាងនេះតិចថាបមិញណានេះកូនថាបមិញណានេះថាបមិនទៀតទៅកុំអន់ចិត្តពូនេះកុំអន់ចិត្តទេមកថាមួយដែរឃើញទេពូកុំអន់ចិត្តខ្ញុំស្រឡាញ់ពូរីគ្នា អូខេពូអរគុណច្រើន អូខេ ថែមមកមីងមួយទៀត ចាមីងអរគុណ បាទឧបការមែនតើ ចាអរគុណមីង
យបងខែជាមួយមីនីសាណាជុំលោកខាត់សមត្ថភាពបន្ថែមទៀតអូខេអរគុណច្រើនអរគុណអូកាន់ធីមនីសាអូខេយកកម្មាបងតដើម្បីថែរក្សាសុខភាពណាចាយើងនឹងមានពេលវេលាចាជាមួយគ្នាច្រើនទៀតអញ្ចឹងថែរក្សាសុខភាពឲ្យមុំមុនដើម្បីប្រយុទ្ធនឹងធីមផ្សេងអូខេចាបាយប្រយ័ត្នមួយប្រយ័ត្នតិច Đây, dương một cái hay. Ô. មុននឹងសម្រាប់ចិត្តពោះប៊ូតុងខ្ញុំបានសម្លឹងទៅផ្លូវវែងឆ្ងាយបើទោះបីជាប្រជែងជាមួយនឹងខូចសូណូក៏ខ្ញុំខំប្រឹងប្រជែងយកឲ្យបានយេឈ្នះខូចសូណូទៀតហើយឆ្លាតមែនតើបកាយមែនតើណាម៉ាលីអូ The Voice Kids Cambodia រដូវកាលទី 2